កាលពីជាង 3000 ឆ្នាំមុនអ្នកស្រាវជ្រាវអេស៊ីបបានរកឃើញអំពីគុណសម្បត្តិដ៏មហិមារបស់ខ្ទឹមសរហូតចាត់ទុកថាជាកំណប់ដ៏អស្ចារ្យមួយនៅក្នុងចំណោមកំណប់ដ៏សំខាន់ៗរបស់អេស៊ីបអ្នកស្រាវជ្រាវវិទ្យាសាស្ត្រសម័យនោះបានកត់ត្រាក្បួនចំនួន20អំពីថ្នាំបុរាណផ្សំដោយខ្ទឹមសសម្រាប់ទៅព្យាបាលជំងឺឈឺក្បាលឡើងឈាមឬក៏ដុំពកលាក់និងលាក់តាមការពិតរុក្ខជាតិមួយបែបនេះបានក្លាយទៅជារុក្ខជាតិថ្នាំដែលមានលក្ខណៈវិទ្យាសាស្ត្រមុនគេតាំងពីស្រុកចិនរហូតដល់ស្រុករ៉ូម៉ាំងដោយឆ្លងកាត់តាមអ៊ីស្រាអែលទៀតបណ្ដាជនមានដើមកំណត់តាំងពីបុរាណដ៏យូរលង់នៅលើពិភពលោកទាំងអស់នេះសុទ្ធតែចុះឈ្មោះខ្ទឹមសទៅក្នុងក្បួនព្យាបាលជំងឺទាំងអស់ដល់ពេលមានកលយុគកើតជំងឺប៉េសរាតត្បាតនៅអឺរ៉ុបគេនាំគ្នាប្រើខ្ទឹមសធ្វើជាថ្នាំប្រឆាំងនឹងការបង្ករោគសមត្ថភាពធម្មជាតិផ្នែកប្រឆាំងនឹងការបង្ករោគដែល500ឆ្នាំក្រោយមកទៀតត្រូវបានទទួលស្គាល់ជាផ្លូវការតាមបែបវិទ្យាសាស្ត្រទំនើបដោយលោក Pasteur ដើម្បីផ្ទៀងផ្ទាត់និងពិនិត្យពិច័យលើគុណសម្បត្តិនៃថ្នាំដ៏ចំណាស់មួយនេះការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានធ្វើឡើងជាបន្តបន្ទាប់នារយៈពេលជាង10ឆ្នាំចុងក្រោយនេះជាលទ្ធផលអានុភាពនិងមហិទ្ធិឫទ្ធិរបស់ខ្ទឹមសដែលចាស់បុរាណបានចំណាំតៗគ្នាមកថាល្អចំពោះបេះដូងត្រូវបានលាតត្រដាងបញ្ជាក់កាន់តែច្បាស់នាពេលបច្ចុប្បន្ននេះគុណសម្បត្តិទី1គឺខ្ទឹមអាចជួយបញ្ចុះអត្រាជាតិខ្លាញ់លីពីត triglyceride និងខ្លាញ់ក្នុងឈាម cholesterol បានតិចតួចទេក៏ប៉ុន្តែមានលក្ខណៈថេរថយជាលំដាប់លើសពីនេះទៅទៀតខ្ទឹមសអាចជួយកាត់បន្ថយគ្រោះផ្ដុំជាកំណកឈាមតូចៗនៅតាមសរសៃឈាមនិងជួយសម្រួលឈាមឲ្យរាវល្អអាចហូរបានស្រួលជាចុងក្រោយខ្ទឹមសមានប្រយោជន៍ខ្លាំងណាស់ចំពោះអ្នកកើតជំងឺឡើងឈាមហូរមិនស្រួលសរសៃវ៉ែនរីកប៉ោងក៏ព្រោះតែឈាមហូរយឺតឬក៏មានបញ្ហាឬដងបាតលាក់និងលាក់ដូច្នេះខ្ទឹមសមិនមែនត្រឹមតែជាមិត្តល្អរបស់បេះដូងតែមួយមុខប៉ុណ្ណោះនោះទេប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្រាវជ្រាវកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសកម្មភាពរបស់ខ្ទឹមចំពោះប្រព័ន្ធការពារខ្លួននិងដុំសាច់មហារីកថ្មីនេះអ្នកស្រាវជ្រាវបានរកឃើញតួនាទីរបស់ខ្ទឹមក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលធន់បំផុតដូចជាពពួក Enterococcus ឬក៏ Staphylococcus ភ្នាក់ងារមានឈ្មោះល្បីខាងបង្កជំងឺនៅតាមមន្ទីរពេទ្យកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតមានសារធាតុបន្សំក្នុងខ្ទឹមជាង20មុខដែលទំនងជាមានប្រសិទ្ធភាពជាពិសេសអាចប្រយុទ្ធប្រឆាំងទប់នឹងជំងឺមហារីកបំពង់ឬក៏ផ្លូវរំលាយអាហារឬក៏ក្រពះមហារីកសួតសូដុនពោះវៀនធំក៏កំពឹសខ្ទឹមអាចយកឈ្នះបានដែរតាមរយៈសកម្មភាពពីរគឺការទប់ទល់នឹងសារធាតុពុលអាចបង្កជំងឺមហារីកនិងបញ្ឈប់ការរីករាលដាលនៃដុំសាច់មិនឲ្យកោសិកានោះមានជំងឺធ្លាក់លូតលាស់ដល់ជំងឺមហារីកបានរាប់សតវត្សមកហើយដែលគេប្រើប្រាស់ខ្ទឹមសសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមមានជាអាចជំងឺផ្ដាសាយរលាកទងសួតរលាកបំពង់កគេអាចនិយាយជាទូទៅបានថាខ្ទឹមសមានគុណប្រយោជន៍ប្រឆាំងនឹងមេរោគប្រឆាំងនឹងវីរុសប្រឆាំងនឹងផ្សិតប្រឆាំងនឹងមហារីកជាថ្នាំសម្លាប់មេរោគសម្លាប់មីក្រូបអង់ទីប៊ីយោទិកអង់ទីសេព្ទីកជាថ្នាំបន្សាបឬក៏ជាថ្នាំរំលាយឈាមលាក់និងលាក់ឃើញថាគុណប្រយោជន៍មានច្រើនអនេកចុះសួរថាតើការសិក្សារបស់អ្នកវិទ្យាសាស្ត្រទាំងអស់នោះបានលទ្ធផលយ៉ាងណានិងយល់យ៉ាងណាដែរចំពោះគុណប្រយោជន៍ដ៏សន្ធឹកសន្ធាប់ទាំងអស់នេះមែនហើយខ្ទឹមគឺជាវត្ថុនៃការសិក្សាស្រាវជ្រាវទាំងផ្នែកអាហារូបត្ថម្ភនិងទាំងផ្នែកវិទ្យាសាស្ត្រជាលទ្ធផលខ្ទឹមមានផ្ទុកសារធាតុសំខាន់ក្នុងបរិមាណដ៏ច្រើនគួរឲ្យស្ញប់ស្ញែងដូចជាវីតាមីន A, B, C, D, E, PP ឬក៏អេលីហ្គូអេលេម៉ងនិងរ៉ែដែករ៉ែម៉ាញ៉េស្យូមសេលីស្យូមសង្កសីលាក់និងលាក់សារធាតុសរសៃនិងប្រូតេអ៊ីនដែលមានតួនាទីជាកាតាលីស័រពលគឺងាយធ្វើប្រតិកម្មយ៉ូគីមីនិងជាពិសេសសារធាតុអាលីអ៊ីនអាលីស៊ីននិងអាហ្សូអែនអ្នកស្រាវជ្រាវបានបកស្រាយពន្យល់ថាសារធាតុអាហ្សូអែនមានសកម្មភាពដូចជាថ្នាំអាស្ពីរីននិងពង្រាយឈាមមិនឲ្យឆាប់កកដូច្នេះបើពិសាខ្ទឹមសចូលទៅដូចជាបានភ្ញើសរសៃឈាមតូចៗឲ្យរលាសម្រួលសម្ពាធឈាមនិងចរន្តបេះដូងនៅពេលដែលបេះដូងកាន់តែចាស់សរសៃអាទះនៅជុំវិញបេះដូងក៏កាន់តែរឹងចរន្តឈាមក៏បន្ថយល្បឿនដែលនេះអាចបង្កគ្រោះស្ទះបេះដូងកាន់តែខ្លាំងក៏ប៉ុន្តែដោយសារតែភាពសម្បូរបែបផ្នែកអង់ទីអុកស៊ីដង់ខ្ទឹមអាចជួយរាំងស្ទះដំណើរវិវត្តរបស់បេះដូងបែបនេះបាន
តែទៅនឹងជំងឺមហារីកវិញការស្រាវជ្រាវបានលទ្ធផលគួរជាទីគាប់ចិត្តនិងគួរឲ្យលើកទឹកចិត្តជារៀងរហូតមកដោយមានផ្ទុកសកម្មភាពប្រឆាំងនឹងដុំពកការបរិភោគខ្ទឹមសជាប្រចាំអាចការពារមិនឲ្យមានការដុះឬក៏លេចជាដុំសាច់ពកមហារីកបានខ្លះលទ្ធផលល្អត្រូវបានរកឃើញរួចមកហើយនៅចំពោះមហារីកក្រពះពោះវៀនស្បែកនិងក្រពេញប្រូស្តាតក៏ប៉ុន្តែចំពោះករណីមហារីកផ្សេងទៀតអ្នកវិទ្យាសាស្ត្រកំពុងតែបន្តសិក្សានៅឡើយខ្ទឹមមានប្រយោជន៍ខ្លាំងណាស់រហូតដល់មានសុភាសិតបុរាណមួយនិយាយថាញ៉ាំខ្ទឹមសពេលព្រឹកញ៉ាំខ្ទឹមបារាំងពេលល្ងាចនោះគ្រូពេទ្យពិតជាសួយហើយខ្ទឹមសទំនងជាមានប្រភពដើមចេញមកពីប្រទេសនៅតំបន់អាស៊ីកណ្ដាលឬក៏ប្រទេសឥណ្ឌាខាងជើងរុក្ខជាតិមួយនេះត្រូវបានគេចាត់ទុកថាជាបន្លែអាចរកទទួលទានបានពេញមួយឆ្នាំហើយស្ថិតនៅក្នុងចង្កោមគ្រួសារអាលីយ៉ាសេពលគឺពពួកខ្ទឹមដើមខ្ទឹមខ្យល់ខ្ទឹមសខ្ទឹមក្រហមឬក៏ខ្ទឹមបារាំងឫសរបស់វាផ្ដល់ជាមើមក្នុងមួយមើមចែកជាកំពឹសប្រមាណពី12ទៅ16យ៉ាងច្រើនជាសរុបខ្ទឹមមានប្រមាណជា30ប្រភេទបែងចែកទៅតាមមាឌពណ៌ឬក៏រសជាតិពពួកខ្ទឹមទាំងអស់នេះមានគុណភាពនិងគុណប្រយោជន៍ដោយតែបានរៀបរាប់ខាងលើមកគ្រាន់តែថាខ្ទឹមសមានមហិទ្ធិឫទ្ធិនិងអានុភាពខ្លាំងជាងគេតែប៉ុណ្ណោះជាឧទាហរណ៍ជាក់ស្ដែងក្នុង100ក្រាមខ្ទឹមបារាំងមានផ្ទុកសារធាតុរ៉ែសេលេនីយ៉ូម 0.5 មីក្រូក្រាមឯខ្ទឹមសវិញដល់ទៅ14មីក្រូក្រាមដើម្បីអាចទាញប្រយោជន៍អំពីខ្ទឹមដល់សុខភាពបានចូលពិសាជាខ្ទឹមស្រស់និងហាន់ថ្មីពីព្រោះការសិក្សាបានបង្ហាញឲ្យឃើញថាខ្ទឹមឆ្អិនមានអានុភាពតិចជាងខ្ទឹមឆៅឆ្ងាយណាស់រសជាតិរបស់ខ្ទឹមប្រែប្រួលទៅតាមរបៀបហាន់កាន់តែស្ដើងកាន់តែល្អិតកាន់តែមានរសជាតិនិងកាន់តែហឹរហើយបើកាន់តែហឹរនោះកាន់តែផ្ដល់ផលល្អដល់សុខភាពក៏ប៉ុន្តែសត្រូវដ៏ចម្បងរបស់ខ្ទឹមមានដែរនោះគឺការបង្កើតក្លិនអាក្រក់នៅក្នុងមាត់តែសូមកុំបារម្ភនឹងយកមកធ្វើជាលេសលែងបរិភោគខ្ទឹមអីមានមធ្យោបាយមួយចំនួនអាចជួយលោកអ្នកបានគឺដកបណ្ដុលខ្ទឹមសចេញកុំបរិភោគសូមទំពាគ្រាប់អានីសគ្រាប់ក្រវាញឬកាហ្វេឬក៏ជីក្រោយពេលបរិភោគខ្ទឹមរួចចង់បានសុខភាពល្អតើតែហ៊ានលះបង់ខ្លះហើយសូមកុំធ្វើឲ្យអ្វីឲ្យជ្រុលហួសហេតុឲ្យសោះខ្ទឹមសធ្វើបិទបើមានគុណប្រយោជន៍ល្អមែនសម្រាប់សុខភាពក៏ប៉ុន្តែប្រសិនបើលោកអ្នកបរិភោគច្រើនជ្រុលហួសពេកក៏អាចធ្វើឲ្យរលាកក្រពះវិញបានដែរហើយបើលាបលើស្បែកច្រើននោះនឹងធ្វើឲ្យស្បែកអាចរលាកឬក៏ងាប់កោសិកាស្បែកខ្លះទៀតផងអត្ថប្រយោជន៍សម្បូរបែបទាំង9របស់រុក្ខជាតិស្លឹកគ្រៃស្លឹកគ្រៃគឺជាអំបូរធម្មជាតិស្មៅដែលច្រើនដុះនៅតំបន់ត្រូពិកដែលដើមស្លឹកគ្រៃនេះត្រូវបានជនជាតិអាស៊ីនិយមច្នៃយកមកប្រើប្រាស់សម្រាប់ចម្អិនអាហារច្រើនប្រភេទច្រើនយ៉ាងនៅក្នុងមុខម្ហូបបែបអាស៊ីដើមស្លឹកគ្រៃត្រូវបានគេដឹងថាផ្ទុកទៅដោយសារធាតុជាច្រើនប្រភេទបង្កើតបានជាអុកស៊ីតកម្មជួយប្រឆាំងនឹងការពារជំងឺមហារីកបើយោងតាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រផ្នែកឱសថសាស្ត្រនៃសហគមន៍អឺរ៉ុបដែលបានចេញផ្សាយនៅក្នុងឆ្នាំ2012ថាសារធាតុម្យ៉ាងនៅក្នុងដើមស្លឹកគ្រៃដែលគេហៅថា luteolin មានសមត្ថភាពកាត់បន្ថយនិងសម្លាប់ចោលនៅប្រភេទជាច្រើននៃកោសិកាមហារីកដែលកើតឡើងនៅក្នុងខ្លួនមនុស្សបានវាជួយដល់ការរំលាយអាហារនិងប្រឆាំងជំងឺផ្ដាសាយចំពោះដើមស្លឹកគ្រៃជាទូទៅត្រូវបានគេដឹងថាមានប្រសិទ្ធភាពជួយប្រឆាំងជំងឺផ្ដាសាយក្អកការចុករមាស់ពោះវៀននិងជំងឺរាគផងដែរហើយវាក៏ជួយកាត់បន្ថយខ្យល់រាសនៅក្នុងខ្លួនមនុស្សបានផងដែរមិនត្រឹមតែប៉ុណ្ណោះរុក្ខជាតិដើមស្លឹកគ្រៃមានគុណប្រយោជន៍ដោយសារតែសារធាតុធម្មជាតិរបស់វាដែលអាចយកមកប្រើប្រាស់នៅក្នុងការបន្សាបសារធាតុពុលបន្ថយជាតិអាស៊ីតនៅក្នុងរាងកាយបានវាក៏ជួយប្រឆាំងនឹងការចុកចាប់រមួលសាច់ដុំចំពោះដើមស្លឹកគ្រៃគឺមិនអាចជួយបំបាត់ការឈឺចុកចាប់របស់ស្ត្រីនៅពេលដែលមករដូវបានឡើយប៉ុន្តែលោកអ្នកអាចយកជាតិប្រេងដែលមាននៅក្នុងដើមស្លឹកគ្រៃនេះដើម្បីជួយបន្ថយការចុករមួលក្រពើកន្ត្រាក់សាច់ដុំជាដើមនៅពេលដែលលោកអ្នកយកដើមស្លឹកគ្រៃទៅញីនៅលើស្បែកអ្នកនឹងទទួលអារម្មណ៍ថាក្តៅដែលវាអាចជួយកាត់បន្ថយការឈឺចុកចាប់លើសាច់ដុំបានខ្លះៗអត្ថប្រយោជន៍ផ្សេងទៀតគឺបន្ថយនៃការឡើងសម្ពាធឈាមស្លឹកគ្រៃ
អាចមានសុខភាពការកាត់បន្ថយការឡើងសម្ពាធឈាមប្រសិនបើលោកអ្នកឧស្សាហ៍ពិសាដើមនិងគល់ស្លឹកគ្រៃអាចជួយកាត់បន្ថយជំងឺលើសសម្ពាធឈាមហើយការពិសាប្រើប្រាស់ដើមស្លឹកគ្រៃជាទឹកពិសាអាចជួយឲ្យដំណើរឈាមរត់បានល្អដើមស្លឹកគ្រៃត្រូវបានគេដឹងថាអាចជួយបន្ថយការឈឺចុកចាប់រលាកហើមច្រើនប្រភេទដែលនាំឲ្យរំខានដល់លោកអ្នកដូចជាតាក់ទងទៅនឹងការឈឺចុកចាប់ធ្មេញឈឺសន្លាក់ដៃជើងជាដើមមិនត្រឹមតែប៉ុណ្ណោះដោយសារនៅក្នុងស្លឹកគ្រៃមានសារធាតុអុកស៊ីតកម្មវាបាននឹងសុខភាពនៅក្នុងការជួយទៅដល់សុខភាពស្បែកវាអាចជួយដល់ការសិក្សាស្បែកដែលចាស់ហើយដើមស្លឹកគ្រៃក៏សម្បូរដោយវីតាមីន A ដែលធ្វើឲ្យលោកអ្នកមើលស្រស់ស្អាតនិងមានសម្រស់ថ្មីលើពីនេះទៀតដើមស្លឹកគ្រៃត្រូវបានគេដឹងថាអាចការពារជំងឺវិលមុខបានផងដែរជាទូទៅដើមស្លឹកគ្រៃមានក្លិនប្រហើរដែលជាហេតុធ្វើឲ្យគេចូលចិត្តយកមកធ្វើជាគ្រឿងផ្សំនៅក្នុងម្ហូបដើម្បីកាត់ក្លិនឆ្អាបនៃត្រីនិងធ្វើជាម្ហូបកាន់តែឆ្ងាញ់ហើយមួយទៀតគេនិយមយកគល់ស្លឹកគ្រៃទៅដាក់ក្នុងបន្ទប់ស្ទីមព្រោះវាមានក្លិនប្រហើរនិងព្យាបាលជំងឺទាក់ទងនឹងច្រមុះនិងស្បែកបានលើពីនេះទៀតអ្នកខ្លះនិយមយកដើមស្លឹកគ្រៃក្នុងបន្ទប់និងភោជនីយដ្ឋានដើម្បីបំបត្តិក្លិនអាក្រក់បានផងដែរជាចុងក្រោយដើមស្លឹកគ្រៃត្រូវបានគេប្រើប្រាស់និងសត្វល្អិតតែពីក្លិនល្អសម្រាប់បំបត្តិក្លិនអាក្រក់និងជួយដល់សុខភាពហើយនោះដើមស្លឹកគ្រៃក៏អាចប្រើប្រាស់សម្រាប់ដេញសត្វល្អិតព្រោះក្លិនខ្លាំងរបស់វាអាចធ្វើឲ្យសត្វល្អិតមិនហ៊ានចូលជិតឡើយម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកចិញ្ចឹមឆ្មាឬឆ្កែវិញគឺពួកវាចូលចិត្តទៅស៊ីស្លឹកគ្រៃទាំងឆៅនៅពេលដែលវាចុកពោះ